នេះគឺជាសាច់រឿងព្រេងនិទានខ្មែរដ៏ពេញនិយមមួយគឺរឿងខ្លាចាស់និងតាអ៊ីសីដែលដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែររឿងខ្លាចាស់និងតាអ៊ីសីកាលពីព្រេងនាយមានសត្វខ្លាធំមួយរស់នៅក្នុងព្រៃជ្រៅកាលនៅក្មេងខ្លានេះជាសត្វដែលកាចសាហាវនិងមានកម្លាំងខ្លាំងក្លាណាស់វាចូលចិត្តដេញចាប់សត្វឯទៀតធ្វើជាចំណីមិនដែលញញើតឡើយប៉ុន្តែពេលវេលាកន្លងផុតទៅខ្លាក៏កាន់តែចាស់ភ្នែកក៏ងងឹតស្លុងកម្លាំងដែលធ្លាប់តែខ្លាំងក្លាក៏រុះរួយអស់វាលែងមានសមត្ថភាពដេញចាប់សត្វដទៃបានដូចមុនទៀតហើយថ្ងៃមួយដោយសារការស្រេកឃ្លានខ្លាំងពេកខ្លាចាស់នោះក៏ដើររំពៃរកចំណីទាំងត្រដរខណៈនោះវាបានក្រឡេកឃើញកងមាសមួយដែលជ្រុះនៅក្នុងភក់ខ្លាចាស់មានគំនិតឆ្លាតវៃបែបល្បិចកលក៏រើសកងមាសនោះមកកាន់រួចទៅអង្គុយនៅក្បែរផ្លូវដើរដែលមានមនុស្សឆ្លងកាត់មិនយូរប៉ុន្មានក៏មានបុរសម្នាក់ដើរកាត់តាមនោះខ្លាចាស់ឃើញហើយក៏ធ្វើជាពុតត្បុតប្រើសម្ដីផ្អែមល្ហែមហៅបុរសនោះថាណែបងប្រុសកុំអើទៅណាអីមកទីនេះសិនមកខ្ញុំមានកងមាសមួយចង់ប្រគល់ឲ្យអ្នកឥឡូវនេះខ្ញុំចាស់ហើយចង់សាងសិលលែងសម្លាប់សត្វទៀតហើយដូច្នេះខ្ញុំចង់យកកងមាសនេះធ្វើជាទានដល់អ្នកបុរសនោះកាលបើឃើញកងមាសក៏កើតសេចក្តីលោភលន់ប៉ុន្តែក្នុងចិត្តនៅមានការភ័យខ្លាចខ្លាគាត់ក៏សួរទៅវិញទាំងញ័ររន្ធត់ថាចុះបើយើងចូលទៅចិត្តអ្នកឯងមិនខំយើងស៊ីទេឬខ្លាចាស់ធ្វើមុខជឿជាក់រួចឆ្លើយតបវិញថាកុំបារម្ភអីបងប្រុសខ្ញុំបានលៀងជំរះចិត្តអាក្រក់អស់ហើយខ្ញុំកាន់សិលចាំសូត្រមន្តមិនធ្វើបាបអ្នកណាឡើយប្រសិនបើបងមិនជឿទេបន្ទាប់ពីបុរសលោភលន់ម្នាក់នោះបានចុះទៅក្នុងស្រះតាមពាក្យបញ្ឆោតរបស់ខ្លាចាស់គាត់ក៏ត្រូវជាប់ភក់ជ្រៅងើបចេញមិនរួចពេលនោះខ្លាចាស់ដែលធ្វើជាពុតកាន់សិលក៏ដើរចូលទៅជិតទាំងញញឹមដាក់ជន់រងគ្រោះរួចក៏ដេញខំសម្លាប់បុរសនោះធ្វើជាចំណីយ៉ាងឆ្ងាញ់ពិសាល្បិចនេះបានជោគជ័យជាច្រើនលើកច្រើនសាររហូតដល់ថ្ងៃមួយមានតាអ៊ីសីមួយអង្គដែលលោកមានភ្នែកទើបនិងមានសិលធម៌ខ្ពង់ខ្ពស់បាននិមន្តកាត់តាមតំបន់នោះតាអ៊ីសីបានដឹងនៅរឿងរ៉ាវអាក្រក់ដែលខ្លាចាស់បានធ្វើមកលើមនុស្សម្នាជាច្រើនខ្លាចាស់កាលបើឃើញតាអ៊ីសីនិមន្តមកក៏មានបំណងចង់ប្រើល្បិចដដែលមកលើលោកវាបានយកកងមាសមកបង្ហាញរួចពោលដោយសម្ដីផ្អែមល្ហែមថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំជាខ្លាចាស់ដែលដឹងខ្លួនខុសហើយពេលនេះខ្ញុំចង់ធ្វើបុណ្យលាងបាបខ្ញុំមានកងមាសដ៏មានតម្លៃមួយចង់ថ្វាយដល់លោកម្ចាស់ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការសាសនាតាអ៊ីសីដែលជ្រាបច្បាស់នៅល្បិចកលមាយារបស់សត្វខ្លានេះលោកមិនមានការភ័យខ្លាចឬលោភលន់ឡើយលោកក៏មានសង្កដីការតបទៅវិញដោយស្ងប់ស្ងៀមថាមនាលខ្លាចាស់កងមាសនេះពិតជាមានតម្លៃមែនប៉ុន្តែតើវាបានមកពីណាតើវាបានមកពីការសម្លាប់ជីវិតអ្នកដទៃមែនទេសេចក្តីល្អមិនអាចសាងឡើងដោយឈាមនិងទឹកភ្នែករបស់អ្នកដទៃបានឡើយខ្លាចាស់ឃើញតាអ៊ីសីមិនចាញ់ល្បិចក៏ចាប់ផ្ដើមប្រើពាក្យភូផរផ្សេងទៀតដើម្បីបញ្ចុះបញ្ចូលឲ្យលោកចុះទៅក្នុងភក់ប៉ុន្តែតាអ៊ីសីបានប្រើមន្តអាគមបង្ហាញឲ្យខ្លាឃើញនៅវិញ្ញាណរបស់មនុស្សដែលវាបានសម្លាប់កំពុងតែយំសោកជុំវិញខ្លួនវាខ្លាចាស់ចាប់ផ្ដើមយឺរន្ធត់ព្រោះទង្វើអាក្រក់របស់ខ្លួនត្រូវបានបើកកកាយតាអ៊ីសីក៏បានទូន្មានថាអ្នកឯងប្រើកងមាសជាចំណីដើម្បីបញ្ចុះមនុស្សលោភលន់ប៉ុន្តែអ្នកភ្លេចថាច្បាប់កម្មផលមិនដែលរំលងអ្នកណាឡើយភាពចាស់ជរារបស់អ្នកឯងគឺជាការព្រមានហើយការស្លាប់របស់អ្នកនឹងមកដល់ក្នុងពេលឆាប់នេះខ្លាចាស់ហើយក៏ខឹងសម្បាយ៉ាងខ្លាំងវាសម្រេចចិត្តលោតទៅបំរុងនឹងខំតាអ៊ីសីទាំងកំហឹងតើក្បាច់សិលរបស់តាអ៊ីសីអាចយកឈ្នះខ្លាកាចនេះបានដែរឬទេហើយវាសនាចុងក្រោយរបស់ខ្លាចាស់នឹងទៅជាយ៉ាងណាដែរចុច Subscribe ផងបងប្អូនខណៈពេលដែលខ្លាចាស់ស្ទុះទៅបំរុងនឹងខំសម្រាប់តាអេសីទាំងកំហឹងតាអេសីដែលជាអ្នកមានសិលធម៌ខ្ពង់ខ្ពស់មិនបានតក់ស្លុតឡើយ
លោកបានសូត្រមន្តសច្ចវាចាហើយស្រាប់តែមានពន្លឺជះចេញមកធ្វើឲ្យខ្លាចាស់នោះទន់ដៃទន់ជើងដួលក្រាបនៅចំពោះមុខលោកដូចជាមានភ្នំមកសង្កត់ពីលើតាអេសីបានមានសង្កដីការដោយមេត្តាថាមនាលខ្លាចាស់កម្លាំងបាយមិនអាចឈ្នះកម្លាំងសិលបានឡើយអ្នកឯងបានសាងបាបកម្មច្រើនណាស់មកហើយឥឡូវនេះដល់ពេលដែលអ្នកត្រូវទទួលផលនៃការតង្វើរបស់អ្នកហើយខ្លាចាស់ដែលដេកដង្ហក់ព្រោះកម្លាំងចាស់ជរាផងនឹងត្រូវមុនសិលទប់ទល់ផងក៏ចាប់ផ្ដើមដឹងខ្លួនខុសវាស្រក់ទឹកភ្នែកហើយពោលទាំងដង្ហើមញាក់ថាលោកម្ចាស់ខ្ញុំពិតជាខុសមែនព្រោះតែភាពស្រីឃ្លាននិងចរិតកាចសាហាវទើបខ្ញុំមិនចេះឆ្អែតឆ្អន់ក្នុងការធ្វើបាបគេតើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យរួចផុតពីទុក្ខវេទនានេះតាអេសីឆ្លើយថាអ្វីដែលហួសហើយមិនអាចត្រឡប់ថយក្រោយបានទេប៉ុន្តែអ្នកអាចជ្រើសរើសការស្លាប់ដោយសេចក្តីស្ងប់បានចូលអ្នកលះបង់ចិត្តចង់ពៀលះបង់ភាពលោភលន់និងសេចក្តីអាក្រក់ចេញពីចិត្តឲ្យអស់ទៅក្រោយពីបានស្ដាប់ការទូន្មានខ្លាចាស់ក៏បានសូត្រមន្តតាមតាអេសីរហូតដល់ដង្ហើមចុងក្រោយវាស្លាប់ទៅដោយភាពស្ងប់ស្ងៀមលែងមានការឈឺចាប់និងសេចក្តីស្រេកឃ្លានតទៅទៀតចំណែកឯកងមាសដែលវាធ្លាប់ប្រើបញ្ឆោតគេនោះក៏រលាយคล้ายជាដីទៅតាមរូបកាយរបស់វាដែរតម្លៃអប់រំនៃរឿង 1. កុំលោភលន់បុរសដែលស្លាប់ក្នុងភពគឺមកពីសេចក្តីលោភចង់បានរបស់ដែលមិនមែនជារបស់ខ្លួន 2. ច្បាប់កម្មផលអ្នកដែលសាងអំពើអាក្រក់ប្រើល្បិចបញ្ឆោតអ្នកដទៃទីបំផុតនឹងត្រូវរងទុក្ខវេទនានិងវិនាសទៅវិញដោយសារអំពើនោះឯង 3. សិលឈ្នះអស់មីការមានសិលធម៌និងចិត្តត្រជាក់អាចយកឈ្នះលើសត្រូវដែលកាចសាហាវបានចប់ដោយបរិបូរណ៍ក្រោយពេលដែលខ្លាចាស់បានស្លាប់ទៅវិញ្ញាណរបស់វាត្រូវបាននាំទៅចំពោះមុខព្រះយមរាជដើម្បីជំរះក្តីនៅរាល់អំពើដែលវាបានសាងកាលនៅជារស់នៅក្នុងសាលវិនិច្ឆ័យយមភពបានបង្ហាញនៅកញ្ចក់កម្មដែលឆ្លុះបញ្ចាំងរាល់សកម្មភាពរបស់ខ្លាម្ខាងគឺជារូបភាពខ្លាដែលបានដេញខំសត្វនិងបញ្ឆោតសម្លាប់មនុស្សដោយប្រើកងមាសម្ខាងទៀតគឺជារូបភាពចុងក្រោយដែលវាបានដឹងខ្លួនខុសហើយសូត្រមន្តតាមតាអេសីដោយចិត្តជ្រះថ្លាមុនពេលស្លាប់ព្រះយមរាជបានកាត់សេចក្តីថាមនាលវិញ្ញាណខ្លាបាបកម្មដែលអ្នកបានសាងគឺធ្ងន់ណាស់ប៉ុន្តែដោយសារតែអ្នកមានសំណាងបានជួបតាអេសីហើយមានចិត្តភ្ញាក់រលុកនៅនាទីចុងក្រោយនោះយើងនឹងឲ្យអ្នកទៅចាប់ជាតិជាសត្វដែលត្រូវធ្វើការបម្រើមនុស្សដើម្បីសងបំណុលកម្មដែលអ្នកបានធ្វើបាបគេវិញ្ញាណខ្លាចាស់ក៏បានទៅចាប់ជាតិកោជាក្របីមួយក្បាលដែលមានកម្លាំងខ្លាំងក្លានៅក្នុងជាតិថ្មីនេះវាជាសត្វដែលស្លូតបូតបំផុតវាជួយភ្ជួរស្រែឲ្យកសិករយ៉ាងសស្រាក់សស្រាំមិនដែលត្អូញត្អែឬមានចិត្តកាចសាហាវដូចមុនទៀតឡើយថ្ងៃមួយខណៈដែលក្របីនោះកំពុងសម្រាកនៅក្រោមដើមឈើវាបានឃើញបុរសម្នាក់កំពុងដើរតាមផ្លូវហើយជ្រុះកាបូបប្រាក់ដោយសារតែចងចាំនៅមេរៀនកងមាសកាលពីជាតិមុនក្របីនោះមិនបានធ្វើប្រងើយឡើយវាបានប្រើមាត់ខំកាបូបនោះរួចរត់ដេញតាមយកទៅឲ្យម្ចាស់វាវិញម្ចាស់ប្រាក់នោះត្រេកអរណាស់ហើយបានពោលថាអូសត្វក្របីនេះពិតជាមានចិត្តជាមនុស្សមែនសូម្បីតែមាសប្រាក់ក៏វាមិនលោភលន់ដែរតាអេសីដែលបានចុះមកប្រោសសត្វលោកក៏បាននិមន្តកាត់តាមនោះទៀតដែរលោកបានញញឹមរួចសូត្រមន្តប្រសិទ្ធពរឲ្យសត្វក្របីនោះថាការដឹងកំហុសនិងការកែប្រែខ្លួនគឺជាមាគ៌ាឆ្ពោះទៅរកសេចក្តីសុខពិតប្រាកដជាតិក្រោយអ្នកនឹងបានកើតជាមនុស្សដែលមានសិលធម៌តម្លៃអប់រំបន្ថែមការកែខ្លួនមិនដែលហួសពេលទោះបីជាយើងធ្លាប់សាងកំហុសធំយ៉ាងណាបើដឹងខ្លួនខុសហើយខំសាងអំពើល្អសងវិញនោះជីវិតនឹងប្រសើរឡើងសេចក្តីស្មោះត្រង់ការមិនលោភលន់លើទ្រព្យអ្នកដទៃនាំមកនៅសេចក្តីថ្លៃថ្នូរទោះបីក្នុងឋានៈជាសត្វក៏ដោយចោះដោយបរិបូរណ៍